Nghe mùi tiện sẵn há là nghe mùi tiết con thật ở toàn nghe mùi tiện á nghe mà mùi pi bảy hả là nghe mùi tiết con nghe mùi tiết thật ở toàn mà nhá mùi tiện mùi pi bảyចឹងមិនថារឿងមួយមិនដែលមានតែគុណសម្បត្តិទាំងអស់ទេហើយយើងមកមើលគុណវិបត្តិរបស់គ្រួសារសង្ហាហើយនឹងមណ្ឌលវិញនិយាយពីថារុក្ខជាតិដុះមិនទាន់ទេបងប្អូនអរគ្នាមើលឃើញស្រាប់និយាយពីចូលសកម្មណាស់ទាំងម្ដាយទាំងឪពុកទាំងកូនគេហ្នឹងហើយខ្ញុំមិនដំបងខ្ញុំដេញដែរតែពេលឥឡូវនៅឃើញថាសល់ពីសង្ហាហើយនឹងមណ្ឌលគឺជារបស់យើងហើយព្រោះដេញអត់ឈ្នះទេចឹងហើយបើខ្ញុំគិតថាបន្តិចទៀតខ្ញុំនឹងរៀបចំត្រង់ហើយនឹងរៀបចំដាំដំណាំឲ្យសង្ហាមណ្ឌលដូចគ្នាដែរប៉ុន្តែគឺជាដំណាំដាច់ដライហើយមកសួនខាងនេះគឺយើងដាំទុកញ៉ាំខ្លួនឯងតែម្ដងព្រោះបើសិនជាអត់ដាក់ទ្រុងទេបងប្អូនអរគ្នាឃើញហើយចូលនេះចូលលក្ខណៈគ្រួសារតែម្ដងហើយមើលចាអត់ខ្លាចតែម្ដងពេលយើងដេញអីអញ្ចឹងគឺឈរមើលអញ្ចឹងដោយសារតែដឹងចិត្តហើយអញ្ចឹងមិនថាពេលដែលដឹងចិត្តហើយនិយាយលេងស្ដាប់សង្ហាហើយនឹងមណ្ឌលម៉ាមីប្រាប់ថ្ងៃក្រោយវាយហើយចាំមើលទៅតែមិនដាច់ចិត្តទេលោកអើយបើចេះម្លឹងនេះស្គាល់ឈ្មោះស្គាល់អីហើយដោយសារតែខ្ញុំអាសាហាវអាសាអីអញ្ចឹងតើឥឡូវគេចាំឈ្មោះខ្លួនគេតែម្ដងក្លេកមកមើលផ្កាកាឡារបស់យើងវិញបន្ទាប់ពីខ្ញុំបានតែងដើមហើយលាស់ត្រួយថ្មីហើយឥឡូវនេះគេផ្កាឡើងច្រើនប៉ុន្តែគាត់ថាដូចខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងឲ្យតែផ្កាចាស់គឺខ្ញុំកាត់ចោលផ្កាចាស់គឺខ្ញុំកាត់ចោលហើយដើម្បីឲ្យវាលាស់ត្រួយថ្មីមានផ្កាថ្មីតែម្ដងអញ្ចឹងបើសិនយើងចង់ដាំវាឲ្យល្អតើយើងថែទាំដែរភ្លៀងទៅតែវាល្អចំពោះរុក្ខជាតិមែនប៉ុន្តែក៏វាមានផលប៉ះពាល់ខ្លះៗដែរតាមរយៈខ្យល់និងគ្រាប់ភ្លៀងធំអញ្ចឹងហើយធ្វើឲ្យពោតបារាំងរបស់ខ្ញុំនេះត្រេតឲ្យបាក់ដើមអីអញ្ចឹងទៅចំណែកឯម្រះវិញធ្លាក់អត់ឡើងទ្រើងអីអញ្ចឹងហើយពាត់វាឲ្យឡើងទ្រើងឡើងវិញបន្ទាប់ពីរៀបចំខាងនឹងហើយខ្ញុំមកមើលដើមស្វាយដែលខ្ញុំដាំឥឡូវយ៉ាចិត្តត្រឹមចកេះហើយតាធំលឿនក្រាន់បើកលេចមកមើលក្រូចតែរបស់យើងវិញដល់ភាសាតផ្លែវាចាប់ដើមធំមកវិញអញ្ចឹងទៅវាចាប់ដើមទុនមេឃហើយអញ្ចឹងខ្ញុំត្រូវពាត់វានឹងមេឃផ្សេងទៀតដើម្បីឲ្យវាជួយទប់ទម្ងន់សិនព្រោះខ្ញុំចង់ឲ្យវាទុំល្អបន្តិចខ្ញុំយកវាធ្វើពូជបន្តអញ្ចឹងណាចំណែកឯក្រូចខ្លងរបស់យើងខ្ញុំទិញតាំងពីម្សិលមិញប៉ុន្តែដោយសារមេឃភ្លៀងខ្លាំងពេកខ្ញុំអត់បានដាំហើយថ្ងៃហ្នឹងដែរភ្លៀងមុំដែរប៉ុន្តែចារៀបចំដាំវាឲ្យហើយទៅព្រោះអត់ចង់ទុកវាយូរទេដាក់លើដីអញ្ចឹងទៅចង់ថែមជីថែមអីអញ្ចឹងទៅឲ្យវាឆាប់ល្អឆាប់ឃើញផលឃើញដើមក្រូចហ្នឹងវាមានផ្លែជាប់នឹងដើមមួយកម្លាំងចិត្តឲ្យគិតថាចេះចាំមើលតែប្រហែលឆ្នាំក្រោយអាមួយហ្នឹងនឹងបង្កើតជាប្រហែលផ្លែទេណហ្នឹងហើយគឺជាអារម្មណ៍ខ្ញុំអ្នកដាំហើយនេះខ្ញុំបានដាំរួចរាល់ហើយវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ដែរអរគុណសម្រាប់ការមើលវីដេអូមួយនេះជូនពរសុខភាពល្អជួបគ្នាវីដេអូក្រោយទៀតសូមជម្រាបលា